ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី 3 ពីរាជចូលមកឆក់យកនាងសីតាព្រះលក្សណ៍បានធានាខ្លួនចេញទៅស៊ូយកនាងសីតាមកវិញក៏ប៉ុន្តែត្រូវបានចាញ់យក្សព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅដោយមានចិត្តអាក់អន់នឹងឫទ្ធានុភាពរបស់ខ្លួនព្រះលក្សណ៍ក៏សុំលាព្រះរាមចេញទៅតាំងសរដើម្បីរំលឹកមន្តអាគមដែលទ្រង់បានសិក្សាកន្លងមកឡើងវិញពេលនោះមានយក្សមួយឈ្មោះនាងសូបនខាបានមកសុំសេចក្តីស្នេហាពីព្រះរាមប៉ុន្តែព្រះរាមមិនព្រមព្រះរាមបានបញ្ចុះបញ្ចូលឲ្យទៅជួបព្រះលក្សណ៍នាងសូបនខាបានប្រើពាក្យសម្ដីមិនសមគួរធ្វើឲ្យព្រះលក្សណ៍ក្រេវក្រោធរហូតប្រើអំពើហិង្សាដោយកាត់ដៃកសក់នាងសូបនខាធ្វើឲ្យនាងយក្សស្រែកទ្រហោយំរំពងពេញព្រៃនាងសូបនខាក៏បានប្រែក្រឡាជាយក្ខិនីវិញហើយបានស្រែករហូតឮដល់ក្រុងខជាបងក្រុងខបានបញ្ជូនមេតបយក្សមួយរូបឈ្មោះខុនទុសឲ្យមកនាំយកនាងសូបនខាវិលចូលនគរវិញហើយក៏កេណ្ឌពលនាំគ្នាលើកតបមកច្បាំងនឹងព្រះរាមព្រះលក្សណ៍ក្រុងខបានបញ្ជាឲ្យខុនទុសចូលច្បាំងមុនគេបន្ទាប់មកត្រីមុខហើយចុងក្រោយបំផុតគឺក្រុងខខ្លួនឯងប៉ុន្តែយក្សទាំងអស់សុទ្ធតែត្រូវវិនាសដោយធ្នូសររបស់ព្រះរាមគ្មានសល់លុះឃើញបងរបស់ខ្លួនស្លាប់អស់ហើយនាងសូបនខាក៏យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៍ជាបងតែសោយរាជនៅគោឡាំកានាងបានទាំងអួតសរសើរអំពីសម្រស់របស់នាងសីតាធ្វើឲ្យក្រុងរាពណ៍លុះក្នុងផ្លូវកាមហើយបានជំរុញឲ្យក្រុងរាពណ៍ទៅយកនាងសីតាមកធ្វើជាមហេសីទៀតផងក្រុងរាពណ៍មានចិត្តត្រេកត្រអាលក៏បានពិភាក្សាជាមួយប្អូនក្រោយពិភាក្សារួចហើយក៏បានបញ្ជាឲ្យសេនាម្នាក់ឈ្មោះមហារិកឲ្យក្រឡាខ្លួនជាប្រើសមាសហើយរត់កាត់អាស្រមរបស់ព្រះរាមដើម្បីបញ្ឆោតព្រះរាមឲ្យដេញតាមប្រាសនោះរីឯក្រុងរាពណ៍នឹងចូលឆក់យកនាងសីតាពេលឃើញប្រើសមាសคล้ายនាងសីតាបានបង្ខំឲ្យព្រះរាមចេញទៅបាញ់ប្រើសមាសនោះដើម្បីយកស្បែកមកធ្វើជាកម្រាលនៅពេលយាងចូលទៅសោយរាជវិញទោះបីព្រះរាមបញ្ជាក់ថាជាប្រើសមាសคล้ายក៏ដោយក៏ព្រះនាងនៅតែទាមទារឲ្យព្រះរាមចេញទៅចាប់ប្រើសនោះឲ្យតតែបានប្រើសមាសត្រូវសរបស់ព្រះរាមមុននឹងស្លាប់ប្រើសនោះបានស្រែកបន្លំជាសំឡេងព្រះរាមហៅព្រះលក្សណ៍ឲ្យចេញទៅជួយដោយបន្លំថាព្រះរាមត្រូវរបួសព្រះលក្សណ៍ដឹងថានេះជាល្បិចកលរបស់យក្សប៉ុន្តែដោយការបង្ខំរបស់នាងសីតាព្រះលក្សណ៍ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាមពេលនោះក្រុងរាពណ៍ក្រឡាខ្លួនធ្វើជាឥសីបានដើរតម្រង់មករកនាងសីតា